មេរៀនបញ្ចប់របស់យើងនៅក្នុងកម្រិត 1B គឺនិយាយពីការសិក្សា studying ដែលវាជាសកម្មភាពមួយដែលយើងអាចប្រើ adverb ដើម្បីបញ្ជាក់ន័យឲ្យការសិក្សារបស់យើងហ្នឹងបញ្ជាក់ន័យពីការសិក្សារបស់យើងបញ្ជាក់អីគេបាទឧទាហរណ៍ដែលយើងចង់ប្រើគឺតាក់ទងជាមួយនឹងការចង់ I would like I would អីយ៉ាងមកយើងចូលចិត្តយើងចង់ធ្វើអីមួយយើងប្រើពាក្យ would ឬក៏ want អូខេ I want ឬក៏ I would ហើយបើសិនបើយើងចង់បញ្ជាក់ប្រាប់គេថាតើយើងចង់សិក្សាមុខវិជ្ជាណាមួយ subject ណាមួយណាកម្រិតណាគឺយើងត្រូវប្រើ adverb ដើម្បីបញ្ជាក់ប្រាប់គេថាយើងចង់កម្រិតណាចង់ណាចង់សិក្សានឹងណាចង់សិក្សានឹងតិចតិចយើងប្រើ adverb អីដើម្បីបញ្ជាក់ឲ្យគេហើយពេលណាដែលយើងប្រើ article ពាក្យនាំមុខនាមទៅលើអា subject ទៅលើអាមុខវិជ្ជារបស់យើងហ្នឹងណាដែលយើងប្រើយ៉ាងម៉េចឬក៏ប្រើ article ដើម្បីបញ្ជាក់ន័យទៅលើសាលារបស់យើងរៀនអ្វីដែល noun នៅក្នុងប្រយោគរបស់យើងហ្នឹងយើងប្រើ article ពាក្យនាំមុខនាមហ្នឹងយើងប្រើយ៉ាងដូចដេចអាហ្នឹងក៏នៅក្នុងមេរៀនរបស់យើងនឹងដែរបាទហើយពាក្យពិតណាស់ថាយើងនិយាយពី studying និយាយពីការសិក្សាគឺយើងនឹងនិយាយពីមុខវិជ្ជាសិក្សារបស់យើងហ្នឹងដែលយើងហៅថា academic subjects អ្នកនរត្រូវចេះនិយាយអំពីការសិក្សារបស់ខ្លួនបាទទោះបីយើងនៅកម្រិត1ក៏ដោយនៅ level 1កម្រិតដំបូងក៏ដោយប៉ុន្តែចប់វគ្គកម្រិតដំបូងគឺត្រូវយ៉ាងហោចណាស់ត្រូវអញបកស្រាយអំពីមុខវិជ្ជាសិក្សារបស់យើងបានដែរបាទមុខវិជ្ជាសិក្សារបស់យើងមានគេខ្លះពាក្យយើងត្រូវចេះហើយយើងរៀនមួយចំនួនតូចដែរវាតាក់ទងមក academic subjects របស់យើងហ្នឹងវាអាចជា art and design មានន័យថាសិល្បៈនិងការរចនាបថរចនា art and design បាទហ្នឹងគឺវិចិត្រសិល្បៈណាយើងឲ្យវិចិត្រសិល្បៈ art and design យើងអាចនិយាយពី drama មុខជាយើងអាចរៀនអំពី drama និយាយពីរឿងដែលសម្ដែងដែលស៊ីអារម្មណ៍ drama រឿងដែលស៊ីអារម្មណ៍របស់យើងដឹងហើយ drama ឡើយគឺល្បីណាដោយសារវាស៊ីអារម្មណ៍យើងចង់មើលអ្នកនរនេះ scroll Facebook មិនស្រួលជួបមួយរឿង drama ហ្នឹងជាប់នៅហ្នឹងហើយបាទ drama physical education តាក់ទងជាមួយនឹងជាការថាកីឡាណាបាទការសិក្សាអំពីកីឡាជាគ្រូបង្វឹកផ្នែកកាយសម្បទាអាហ្នឹងគឺតាក់ទងមក physical education ហើយមានការសិក្សាអំពីរាងកាយអំពីការធ្វើសកម្មភាពអីដើម្បីយើងតាក់ទងជាមួយចលនានៃកាយវិការរបស់យើងហ្នឹងហៅ physical education បាទគ្រូកីឡាយើងនិយាយថាម៉ោងកីឡាណាEnglish គឺភាសាអង់គ្លេស music តន្ត្រីយើង math ឬក៏ math យើងបានដូចគ្នាមួយមាន S មួយអត់ S បាទយើងអាចនិយាយថា math ទៅបាទណាបាទ science គឺវិទ្យាសាស្ត្រ chemistry គីមីវិទ្យាជាងវាមាន science វាមាន chemistry មិន chemistry ណា chemistry ខ្យល់ K chemistry គឺគីមីវិទ្យា biology សិក្សាអំពីជីវិតហើយជីវវិទ្យា physics តើតើមួយរូបវិទ្យាបាទ physics មាន S មុខជារូបវិទ្យាហើយនឹង geography ភូមិវិទ្យាសិក្សាអំពីភូមិសាស្ត្រ geography ហើយនឹង history ប្រវត្តិវិទ្យាអ្នកនរអាចស្ដាប់អាចសំឡេងហើយស្ដាប់នឹងយើងបាច់មើលអក្សរទេបាទយើងឲ្យស្ដាប់ហើយយើងគិតថានឹងមុខវិជ្ជាគេស្ដាប់ហើយនិយាយតាមហើយគិតថានឹងមុខវិជ្ជាគេតែយើងអត់ច្បាស់យើងអាចបកមកមើលឡើងវិញមើលវីដេអូតើមុខវិជ្ជាហ្នឹងគឺជាមុខវិជ្ជាអីច្រើនបកប្រែឲ្យមិញហើយបើសិនមកយើងនិយាយពីការចូលចិត្តយើងនិយាយពី adverb ដែលយើងចង់ប្រើតែយើងចូលចិត្តខ្លាំងកម្រិតណាយើងអាចប្រើ really ហើយនឹង quite តើវាបញ្ជាក់កម្រិតខុសគ្នាយ៉ាងដូចម្ដេចពេលយើងនិយាយ I love music ខ្ញុំចូលចិត្តតន្ត្រី I love music I really like to study it next term ខ្ញុំពិតជាចង់រៀនពីវានឹងគឺ music ហ្នឹងហើយខ្ញុំពិតជាចង់រៀនពីវានៅ term បន្ទាប់ next term នៅវគ្គសិក្សាបន្ទាប់អញ្ចឹងវាបញ្ជាក់អំពី strong desire ចំណង់ចំណូលចិត្តខ្លាំង strong desire
to do it ចង់ចិត្តខ្លាំងក្នុងការធ្វើវាអញ្ចឹងយើងប្រើពាក្យ really គឺយើងចង់ខ្លាំង I like biology ខ្ញុំចូលចិត្តជីវវិទ្យា I quite like to study it next year quite កន្លែងនេះបើយើងជាចំណងចំណូលចិត្តរបស់យើងចង់វាដែរប៉ុន្តែវាមិនខ្លាំងប្រហែលទេខ្ញុំចង់រៀនវាគួរសមដែរនៅឆ្នាំក្រោយចង់មកខ្លះដែរណា I quite like to study it next year ជាការនិយាយអញ្ចឹងដែរវាមិនជាចំណងមិនជា desire អីគេដែលខ្លាំងដែល strong desire ទេចាំស្ដាប់ច្រើននិយាយណា I like biology I quite like to study it next year ចុះខ្ញុំអត់និយាយសង្កត់ធ្ងន់អីឲ្យថាខ្ញុំពិតជាចង់ដូច I really មែនទេ I really like to study it next term អូខេអានេះខ្ញុំចង់រៀនវាterm បន្ទាប់ប៉ុន្តែខ្វាយយើងអត់មិនជាសង្កត់ស្លេង I quite like to study it next year ចឹងអាចស្ដាប់អត់សំឡេងហើយ practice បន្ថែមហ្នឹងមកស្ដាប់តើការសង្កត់សំឡេងអារម្មណ៍គេជាមួយនឹង quite ហើយនឹង really ខុសគ្នាមិនណាឥឡូវមកស្ដាប់ឈើនិយាយកន្លែងនេះណាឧទាហរណ៍បន្ថែមឲ្យអ្នកនរគ្នាBella is good at good at គឺបកកែអញ្ចឹងហ៎មកយើងរៀននៅមានយើងមុនណា Bella is good at science កែមកជាសាសណា and she really like to study at college គឺស្កលវិទ្យាល័យឬក៏មហាវិទ្យាល័យបើចឹងបាទ she really like to study at college okay ចា really គឺយើងសង្កត់ហើយយើងបញ្ជាក់ពីអារម្មណ៍ថាខ្លាំង okay she really like okay she really like I think she would she'd really like to study at college but ជាចង់ would like okay ed គឺមកពាក្យ would ទៅពេលយើងcontracted form មកខ្លីទៅជា she'd really like to study it at college Richard loves jazz jazz គឺជាតន្ត្រីមួយប្រភេទដែរតឹងដាក់នៅកាហ្វេណាបាទជាង Richard គឺចូលចិត្តតន្ត្រី jazz so he really គាត់ពិតជាចូលចិត្ត he really like to go to that music festival ណាគឺជាកម្មវិធីប្រគំតន្ត្រី music festival កម្មវិធីគេ festival គឺជាកម្មវិធីធំគេប្រជុំគ្នា This band is okay ការប្រគំតន្ត្រីគឺវា okay I quite like to listen to their new CD តែខ្ញុំចូលចិត្តវាខ្លះដែរ I quite like to listen to their new CD CD ថ្មីរបស់ពួកគេហ្នឹង album CD ថ្មីរបស់ពួកគេណា their new CD ជាពេលយើងប្រើ like គឺ like to ណាចូលចិត្តរៀន like to study ចូលចិត្តទៅណា like to go ចូលទៅ start like to listen ហើយ like ហ្នឹងគឺចង់ចំណងចំណូលចិត្តយើងប្រើមួយ would ណា would like មកមើលពាក្យដែលតាក់ទងមួយ studying អូខេជាវាអាចជា learn រៀនyou can work hard practice ឬក៏ practice ជា English ជា UK ខុសតែអក្សរ S និងអក្សរ C practice ឬក៏ practice ហើយយើងជួបញឹកគឺជាមួយអក្សរ C ណាបាទ practice take an exam គឺមានន័យថាប្រឡងអាហ្នឹងគឺជា collocation ដែលគេប្រើជាមួយគ្នាហ្មងយើងនិយាយថា do an exam take an exam យើងប្រឡង take an exam បើសិនយើងប្រឡងចុះ pass an exam ហើយបើសិនយើងបានសញ្ញាបត្រយើង get a degree okay get a degree ទទួលសញ្ញាបត្រ get a degree ពីពាក្យហ្នឹងអ្នកនរគ្នាមើលស្ដាប់ហើយនិយាយតាមមកណានិយាយតាមចឹងទៅនិយាយដែររឿងនិយាយតាមហ្នឹងមិនមែនយើងនិយាយតាមដូចសេកទេយើងនិយាយតាមនិយាយយើងស្ដាប់ទៅយល់ណាហ្នឹងនិយាយពីអីហើយយើងនិយាយតាមជាមួយនឹងការយល់យើងមិនគ្រាន់តែទិញទេចាំបានឲ្យរៀនហើយចាំស្ដាប់ហើយនិយាយតាមគេអានេះគឺចូលមកក្នុងទម្រង់ដែលឲ្យយើងគិតហើយរៀបតាមលំដាប់ដែលត្រឹមត្រូវ correct order ចឹងយើង putting the words in the correct order ពាក្យមួយយើងដាក់វាតាមលំដាប់ឲ្យត្រឹមត្រូវណាយើងមក Sheila would quite like to do an English degree មានន័យថាយកសញ្ញាបត្រភាសាអង់គ្លេស do an English degree មានន័យថា
សិក្សាយកសញ្ញាបត្រភាសាអង់គ្លេស to earn English degree ណាយើងសិក្សាយកសញ្ញាបត្រភាសាអង់គ្លេសមួយ do earn English degree អ្នកនរគ្នាអាចធ្វើលំហាត់ដោយខ្លួនឯងដូចជាមិនពិបាកអីទេបាទ Jerry would ហើយបានយើងដាក់ adverb របស់យើង would really like ហើយ to វិញអញ្ចឹង would really like to pass his driving test អញ្ចឹងយើងដាក់ subject មកហើយ would really like or quite like ហើយបាន to verb មកបានចូលចិត្តអីគេ his driving test អញ្ចឹងមិនជាបបាយទេបន្ថែមលើហ្នឹងគឺធ្វើឲ្យយើងអ្វីដែលសំខាន់នៅក្នុងការធ្វើ 48.5 នេះគឺចង់ឲ្យយើងគិតណា I want you to think and then think and then put the word in order មានន័យថាយើងរៀបពាក្យហ្នឹងហើយរៀងរៀបពាក្យយើងអានយើងនិយាយថាតើវាស៊ីអត់ណាយើងវាស៊ីជាមួយនឹងគំនិតដែលយើងចង់មកស្រាយបើសិនជាវាស៊ីអូខេយើងថាអូខេយើងខ្ញុំរៀបអញ្ចឹងហើយបន្តមកចាំយើងផ្ទៀងផ្ទាត់ជាមួយនឹងអត្ថសម្លេងរបស់យើងថាតើអត្ថសម្លេងរបស់យើងដែលគេនិយាយហ្នឹងគេនិយាយមកត្រូវមកយើងរៀបអត់បើមិនត្រូវអូខេមិនវាត្រូវហើយយើងនៅវា correct ហើយយើងផ្ទៀងផ្ទាត់ខ្លួនឯងផងយើងផ្ទៀងផ្ទាត់មួយអត្ថសម្លេងផងវាត្រូវអូខេអញ្ចឹងនិយាយតាមគេអូខេអញ្ចឹងspeak out និយាយតាមគេមកចឹងលំនាំហ្នឹងវាមិនបាក់ទេមកចូលកន្លែងរៀនហ្នឹងបាទគ្រាន់ថាពេលយើងធ្វើតាមលំនាំអញ្ចឹងវាទី1វាសក្រិតវាផ្ទៀងផ្ទាត់ហើយទី2យើងអាច practice បានច្រើនមិនយើងទទួលផលវាអ្វីយើងរៀនមកពោះជាមុនអាហ្នឹងហៅប្រសិទ្ធភាពនៃការរៀនណាយើងនឹងបង្កើនប្រសិទ្ធភាពនៃការរៀនកន្លែងយើងឃើញរូបនេះយើងដឹងហើយគឺយើងនិយាយណាយើងនិយាយ I really like to practice my spelling I really like to pass her history exam មកយើងអត់ដាក់ her ទេពីព្រោះយើងប្រើ I ហើយណាចឹងកន្លែងនេះពេលយើងប្រើ I យើងអត់ដាក់ her កន្លែងនេះទេអូខេយើងប្រយោគនេះយើងអត់និយាយទេចឹង I really like to do a biology degree I really like to learn ដល់ពេលLilia would យើងអត់ប្រើ my ទេពីព្រោះអីពីព្រោះ Lilia យើងនិយាយរបស់ខ្ញុំទេណា Lilia would really like to pass her history exam ចឹងអ្នកនរគ្នានិយាយឲ្យគិតផងមកអត់ស៊ីនេះអាយនេះទៅជា her អត់ទេអាយទៅជា my មិនទៅណាអាយ my ដល់ពេល Lilia ហើយ her ហើយដល់អានេះគិតពីអត្ថន័យរបស់វាណាយើងដល់មាន48ឯងគិតគួយគិតចេញញ៉ាំប្រាប់ឈើទៅក្នុងក្រុមទៀតណាហើយស្ដាប់អត្ថសម្លេងគេនិយាយស្ដាប់ទៀងទាត់មើលយើងមានរបស់ព្រៀងតើវាឡូអញ្ចឹងណាចឹងបានយើងបញ្ជាក់នេះការ link នៅក្នុង description ចូលទៅស្ដាប់ចូលទៅចុច link ឲ្យធ្វើលំហាត់មកស្ដាប់ជួយយើងបានច្រើនបាទយើងមិនមានសភៅយើងមានទាំង link សម្រាប់អនុវត្តលំហាត់ទេពេលណាដែលយើងហៅថា zero article បាទគឺជាពាក្យនាំមុខនាមអត់មានពាក្យនាំមុខនាមដូចនៅក្នុងប្រយោគរបស់យើងកន្លែងនេះគឺ school គឺជានាមណាសាលារៀនប៉ុន្តែនៅពេលដែលយើងនិយាយសាលារៀនថាជាមុខងាររបស់សាលារៀនគឺកន្លែងដែលយើងរៀនហ្នឹងឯងអញ្ចឹងនៅពេលដែលយើងចង់និយាយថា Liz is 7 Liz គឺអាយុ7ឆ្នាំហើយ7មិនបាច់ដាក់ years old ទេដាក់ថា7គឺគេដឹងថា7ឆ្នាំហើយមិន7ទេគឺ7ឆ្នាំហើយអញ្ចឹង Liz is 7 she's go to school now នាងទៅរៀនឥឡូវហ្នឹងនាងទៅរៀនហើយអូខេ she's go to school now ជាងសប្តាហ៍ថ្ងៃនាងចូលរៀនហើយពាក្យខ្មែរថាចូលរៀនហើយគាត់ចូលរៀនហ្នឹងអូខេ she go to school now គាត់ចូលរៀនហើយជាងយើងមិនមែនថាយើងគាត់ទៅសាលាទេគាត់យើងមិនចង់ទៅពីទីតាំងជាអគាររបស់សាលាហ្នឹងទេយើងចង់និយាយពីមុខងារអ្វីដែលយើងប្រើសាលាដើម្បីយើងប្រើសាលាដើម្បីយើងប្រើសាលាដើម្បីរៀនទៅហ្នឹងចឹងពេលយើងនិយាយអំពីមុខងាររបស់សាលាថា she go to school now នាងទៅរៀនឥឡូវហ្នឹងចឹងមានន័យថាយើងនិយាយពីមុខងាររបស់សាលាយើងអត់ប្រើ article ទេបាទយើងនិយាយពីមុខងារយើងអត់មិនប្រើពីនិយាយពីសាលាទេថាយើងប្រើសាលាដើម្បីរៀនយើងថា she go to school now ពេលយើងបកប្រែយើងអត់បកប្រែថានាងទៅសាលាទេយើងបកប្រែថានាងទៅរៀន she go to school now នាងទៅរៀនបើយើងនិយាយចង់ពីមុខងាររបស់ school ហ្នឹងប៉ុន្តែបើសិនជាក្នុងករណីយើងចង់និយាយពី school ប៉ុន្តែយើងចង់និយាយពីអគាររបស់សាលាហ្នឹងពីទីតាំងរបស់សាលាហ្នឹងយើងប្រើ the ឬក៏ប្រើ
ដែលជា article ដែលជាពាក្យនាំមុខងារចឹង Larry works at the school in Park Street ចឹងក្នុងករណីកន្លែងនេះគឺ Larry នឹងធ្វើការ works មាន s complex ណា works មាន s តែប្រធានវាជា subject ដែលជាបរិបទទី3ឯកវចនៈចឹង Larry works at the school in Park Street ធ្វើការនៅសាលានោះសាលានៅតាមផ្លូវ Park Street នោះនៅលើផ្លូវ Park Street នោះ Okay? So Larry works at the school in Park Street គឺយើងនិយាយពីអគារសិក្សាយើងនិយាយពីទីតាំងនោះយេជិះវាខុសគ្នាពេលយើងផ្ដោតលើទីតាំងយើងផ្ដោតលើអគារគឺយើងប្រើ article អូក៏ធ្វើការនៅសាលានោះសាលានោះនៅលើផ្លូវ Park Street យើងមើលទៅបន្ថែមយើងអាចជួយយើងឲ្យយល់កាន់តែច្បាស់ដោយសារតែនេះវាជំនាញថ្មីសម្រាប់យើងណាថ្មីជាង zero article នៅខាងឆ្វេង article នៅខាងស្ដាំមានពេលណាយើងប្រើ article ក្នុងអត្ថន័យវាខុសគ្នាពេលដែលខ្ញុំនិយាយថា I'm at University in Chicago ខ្ញុំរៀននៅ Chicago នៅសាកលវិទ្យាល័យ Chicago ខ្ញុំជាសិស្សសាកលវិទ្យាល័យ Chicago ឃើញទេ I'm at University in Chicago ខ្ញុំរៀននៅសាកលវិទ្យាល័យនៅ Chicago អញ្ចឹងខ្ញុំចង់និយាយថាខ្ញុំជាសិស្សសាកលវិទ្យាល័យមុខងាររបស់ខ្ញុំទៅសាកលវិទ្យាល័យមិនរៀនណាសិស្សនៅសាកលវិទ្យាល័យដែរអញ្ចឹងនៅក្នុងន័យកន្លែងនេះគឺខ្ញុំអត់សំដៅទៅលើអគារសិក្សាទេខ្ញុំចង់និយាយថាខ្ញុំជាសិស្សសាកលវិទ្យាល័យ I'm at university ខ្ញុំសិស្សនៅសាកលវិទ្យាល័យ I'm at university in Chicago ប៉ុន្តែប្រសិនបើខ្ញុំចង់និយាយពីអគារសិក្សាហ្នឹងចង់និយាយពីសាលារៀនហ្នឹងចង់និយាយពីសាកលវិទ្យាល័យហ្នឹង The University of Chicago គេចឹងខ្ញុំនិយាយអំពីសាលាសាកលវិទ្យាល័យហ្នឹងហ្មងអូខេ The University of Chicago is good សាកលវិទ្យាល័យ Chicago ហ្នឹងគឺវាល្អណាមួយទៀតព្យាធ្វើការនៅ hospital ហ៎ព្យាគឺជាអ្នកធ្វើការនៅ hospital ព្យា is in hospital នៅកន្លែងនេះគឺយើងអត់ចង់និយាយថានាងនៅណាទេមិនមែនចង់និយាយថាអូនាងព្យានៅណាព្យានៅទីពេទ្យអត់ទេយើងចង់និយាយថាព្យាហ្នឹងគឺធ្វើការនៅទីពេទ្យអញ្ចឹងបើយើងនិយាយពីកន្លែងនិយាយពីមុខងារនិយាយពីថាធ្វើការនៅកន្លែងទីពេទ្យយើងថាព្យា is in hospital ជាព្យាហ្នឹងគឺជាអ្នកធ្វើការនៅទីពេទ្យយើងថាគឺជាពេទ្យព្យា is in hospital គឺជាពេទ្យព្យា is in hospital គាត់ធ្វើការណាគាត់ធ្វើពេទ្យព្យា is in hospital បើសិនជា list ទៅ church នៅ Sundays មានន័យថា list ហ្នឹងទៅបន់នៅរៀងរាល់ថ្ងៃអាទិត្យទៅបន់នៅណាទៅបន់នៅ church ហ្នឹងរៀងរាល់ថ្ងៃអាទិត្យអញ្ចឹងនិយាយពីអ្វីដែលជាគោលបំណងនៅក្នុងការនៃពាក្យហ្នឹងអូខេ church សម្រាប់ធ្វើអីសម្រាប់បន់សន់អញ្ចឹង let's go to church on Sunday ប៉ុន្តែបើសិនយើងនិយាយពីអគារបើយើងចង់និយាយថាមន្ទីរពេទ្យហ្នឹង the hospital is far away មន្ទីរពេទ្យហ្នឹងគឺវានៅឆ្ងាយណាអូ St Mary's គឺជា St Mary's is an old church ចានេះគឺពាក្យ St Mary គឺវាមាន apostrophe អីចឹងស្រាប់ណាអានេះគឺឈ្មោះរបស់គេទេអូខេ apostrophe អីវាបញ្ជាក់កម្មសិទ្ធិទេគ្រាន់តែវាជាឈ្មោះរបស់គេអញ្ចឹងគឺជាវិហារកាតូលិកដ៏ចំណាស់មួយ It's an old church គឺយើងនិយាយពីទីតាំងហ្មងយើងនិយាយពីអគារតែម្ដងយើងមិននិយាយពីមុខងាររបស់អគារទេមុខងាររបស់អគារមានបន់សន់សម្រាប់ជួបជុំគ្នាទៅអញ្ចឹងខ្ញុំទៅ church នៅថ្ងៃរាល់ថ្ងៃអាទិត្យយើងនិយាយខ្ញុំទៅបន់ខ្ញុំទៅចូលរួមនៅ church ហ្នឹងជារៀងរាល់ថ្ងៃអាទិត្យមុខងារណាដូចគ្នាយ៉ាងណានៃអ្វីដែលអ្នកនរគ្នាជួបយ៉ាងខ្ញុំ go to bed Tom ទៅគេងមិនឲ្យយើងទៅក្រែទេយើងមិនសំដៅក្រែហ្នឹងក្នុងគ្រឿងសង្ហារឹមជាក្រែទេយើងចង់សំដៅពីមុខងារនៃក្រែហ្នឹងគឺសម្រាប់ដេកទៅ
nghiệp kênh chứ như vậy go to bed thôi nè ta kênh thôi ta kênh như vậy một nghĩa bỏ cái này ta kênh thôi go to bed thôi mà làm sao như vậy bị kre nó mỏ vậy bị kre nó mỏ mình vậy một nghĩa vào cái đấy thì như vậy bị kre nó làm nó như thế your shirt is on the bed no aiวันนี้ไอ้เลยแขวยันยังbị một nghĩa vào cái này your shirt is on the bed a town อย่างในกรุงในក្នុងក្រុង in town เพราะฉะนั้นយើងនិយាយពីក្រុងកន្លែងដែលវាពោពេញទៅដោយម្ហូបដែលកន្លែងពោពេញដោយហាងកាអាវកន្លែងយើងទៅកំសាន្តអូខេអាហ្នឹងយើងនិយាយពីមុខងារក្នុងការទៅកំសាន្តនៅក្រុងយើងនិយាយថា Sue is in town this afternoon Sue គឺទៅកំសាន្តនៅក្រុងល្ងាចនេះតែបើសិនយើងមិនចង់និយាយពីមុខងារក្នុងការកំសាន្តនៅក្នុងក្រុងយើងចង់និយាយពីក្រុងនឹងតែម្ដងយើងថា Hancock is a nice town ចឹង Hancock ហ្នឹងគឺជាក្រុងដ៏ល្អមួយ It's a nice town ចឹងទៅប្រើ article ព្រោះយើងប្រើពីទីតាំងទីកន្លែងពីគ្រឿងហារឹមពីអគារពីយើងប្រើ article ពាក្យនាំមុខនាមដាក់ឲ្យវាតែបើយើងនិយាយពីមុខងាររបស់វាដោយពាក្យថាផ្ទះបាទវាមុខងាររបស់វាគឺយើងកន្លែងយើងនៅកន្លែងយើងនៅណាចឹងបើសិនយើងហ្នឹង Sarah study at home Sarah គឺរៀននៅផ្ទះណានាងអត់រៀននៅសាលាទេនាងរៀននៅផ្ទះ study at home ជាងរៀនពីផ្ទះទៅហើយ at home យើងអត់បដោតលើអគារទេយើងចង់និយាយថានាងនៅតាណានាងរៀននៅនោះប៉ុន្តែបើសិនជាយើងនិយាយពីអគារឬក៏យើងនិយាយពីជំរករបស់យើងផ្ទះរបស់យើងត្មងណាជាផ្ទះជាកន្លែងយើងនៅហ្មងណាយើងប្រើ article ឧទាហរណ៍ this dog hasn't got a home គាត់អត់មានកន្លែងនៅហ្មងគាត់មានកន្លែងដេកទេគាត់មានកន្លែងដេកវាអត់មានផ្ទះឲ្យគាត់ចូលទៅដេកពេលភ្លៀងមកស្ទឹកចឹងចឹងយើងនិយាយពីផ្ទះយើងនិយាយពីមុខងារចឹង this dog hasn't got a home គាត់អត់មានផ្ទះនៅតែម្ដងចឹងដាក់ចឹងយើងគិតពីនាមហ្នឹងណាយើងគិតពីនាមហ្នឹងហើយនេះគឺអត់មានជំរឿនទេមានជំរឿនតែរឿងយើងស្ដាប់ឲ្យយើងគិតពីមុខងារវាឬក៏យើងគិតអំពីនាមហ្នឹងតែម្ដងយើងគិតអំពីសាលាហ្នឹងតែម្ដងអគារសាលាហ្នឹងយើងគិតអំពីសាកលវិទ្យាល័យតែម្ដងអគារជាសាកលវិទ្យាល័យយើងគិតអំពីក្រែតែម្ដងឬយើងគិតអំពីក្រុងតែម្ដងយើងគិតពីផ្ទះតែម្ដងអាហ្នឹងគឺយើងប្រើ article ដែរតែបើយើងគិតអំពីមុខងាររបស់វាហ្នឹងខ្ញុំទៅរៀនសាកលវិទ្យាល័យខ្ញុំជាសិស្សសាកលវិទ្យាល័យខ្ញុំជាអ្នកធ្វើការនៅមន្ទីរពេទ្យខ្ញុំគឺជាអាចារ្យខ្ញុំគឺជាអ្នកបន់នៅ church ខ្ញុំទៅគេងយើងប្រើយើងអត់មានប្រើ article ទេណាយើងប្រើ article ទេគេយើងដាក់តែ preposition ហ្នឹង noun តែម្ដងយើងដាក់preposition noun យើងដាក់ to វិញ noun តែម្ដងយើងដាក់ to ទៅ bed តែម្ដងដាក់ in នេះ preposition នេះទៅជា noun តែម្ដងយើងដាក់ add ទៅជា noun តែម្ដងណាយើងអ្នកនរគ្នាអាចស្ដាប់អត្ថសម្លេងហ្នឹងហើយគិតតាមគិតពីវាគិតឲ្យយល់ន័យហើយនិយាយតាមហើយអាចនឹងស្ដាប់ពីរដងទៅហើយគិតឲ្យនិយាយតាមហើយយើងមកធ្វើលំហាត់ដើម្បីយើងកាន់តែស្ទាត់តែពេលណាយើងប្រើ article ពេលណាយើងអត់ប្រើ article ដោយសារតែវាថ្មីអីគឺឈើចង់បញ្ជាក់ប្រាប់យើងឈើនឹងជួយធ្វើលំហាត់យើងអា48.4របស់យើងណាហើយយើងស្ដាប់ទីបន្ទាត់បន្ថែមជាងយើងមកមើល Sheila works at the school near here ចឹង near here នៅក្បែរនេះចឹងយើងចង់និយាយពីអគារចង់ពីសាលាហ្នឹងអូខេចឹងគាត់ធ្វើការនៅសាលាហ្នឹងក្បែរទីនេះ the school near here ចឹងប្រើ article ដឹងនឹងជា article ណាដឹងជា article ពាក្យនាំមុខនាម Emily has lovely home have a lovely home ចឹងពេលដែលយើងនិយាយនេះគឺយើងមិននិយាយប្រទេសនៅអីទេណាយើងនិយាយពីមុខងាររបស់ផ្ទះយើងនិយាយពីមុខងារផ្ទះ she has a lovely home okay she has lovely home ឬក៏ she have a lovely home យើងគិតមើលតើយើងយកមួយណាអូខេចឹងប្រសិនបើនាងមានជំរកដ៏ល្អមួយយើងប្រើ she has
Emily has a lovely home ប៉ុន្តែបើយើងនិយាយថានាងនៅផ្ទះ she at home អាហ្នឹងផ្សេងប៉ុន្តែបើសិនមានចម្រោកមានផ្ទះដ៏ល្អមួយអាហ្នឹងយើងប្រើ article អើយណាអញ្ចឹង Emily has a lovely home ឥឡូវមកមើលទី2ភាសាទៀត Sue always takes her lunch to the office កន្លែងនេះគឺយើងមិនមែនគ្រាន់តែនិយាយពីនេះទេគឺយើងចង់និយាយពីកន្លែងធ្វើការរបស់គាត់ទៅហើយ always take her lunch to office យើងអត់និយាយពីកន្លែងធ្វើការរបស់គាត់តែម្ដងយើងនិយាយថាទៅធ្វើការអូខេទៅធ្វើការយើងមិនមែនទៅញ៉ាំនៅក្នុង office ហើយ office នេះបោមឲ្យឆ្ងៀមពេញ office យើងចង់និយាយថាទៅធ្វើការយកបាយខៃត្រង់ទៅធ្វើការអញ្ចឹងយើងអត់ប្រើ article ទេអូខេចឹង she always take her lunch to office ទៅធ្វើការទៅកន្លែងធ្វើការគាត់ណាយើងនិយាយទៅធ្វើការជាអ្នកនរគ្នាអានេះមិនមែនងាយស្រួលទេចាំបានឈើថាជួយធ្វើឲ្យស្ដាប់អត្ថសម្លេងនឹងជាបន្ថែមឲ្យគិតយើងមិនមែនទៅយកទៅដល់ញ៉ាំយើងចង់និយាយថាអូគាត់ទៅញ៉ាំនៅក្នុង office ចឹងវាធំស្អុយ office អត់ទេគឺមិនចង់និយាយចឹងគេចង់និយាយថាយកអាហារថ្ងៃត្រង់ទៅធ្វើការមានណាគេយកម្ហូបអាហារថ្ងៃត្រង់ទៅកន្លែងទៅអង្គុយក្នុង office ហ្នឹងអីទៅញ៉ាំក្នុង office ហ្នឹងទេអីវាមិនចឹងទេនៅស្រុកគេមានកន្លែងគេញ៉ាំទេប៉ុន្តែចង់និយាយថាគាត់យកអាហារថ្ងៃត្រង់ទៅកន្លែងធ្វើការអូខេទៅធ្វើការ her lunch to office can you see where church is អានេះគឺយើងអត់ចង់និយាយពីមុខងាររបស់អគារយើងចង់និយាយពីអគារតែម្ដងទេពីវិហារតែម្ដង can you see the church where the church is យើងនិយាយពីអគារតែម្ដង Jim went to bed hours ago ណាទៅគេងយើងមិនមែនទៅក្រែទេគឺទៅគេងហ្នឹងឯងយើងប្រើ bed មុខងាររបស់ក្រែគឺគេងអញ្ចឹង Jim went to bed hours ago រាប់ម៉ោងហើយ hours ago ច្រើនម៉ោង hours ណាគឺមាន s កន្លែង Can you drive me into town later តើអ្នកអាចបើកខ្ញុំទៅក្រុងតិចទៀតហ្នឹងអញ្ចឹងយើងទៅកំសាន្តក្រុងណាមិនមែនទៅក្រុងមួយណាទេគឺទៅកំសាន្តក្រុងអូខេអញ្ចឹង Can you drive me into town later okay. I live next to the university យើងចង់និយាយពីអាគារគឺទីធ្លានៃសាកលវិទ្យាល័យហ្នឹងណាខ្ញុំរស់នៅក្បែរសាកលវិទ្យាល័យ I live next to the university យើងមិនមែនចង់និយាយពីមុខងាររបស់សាកលវិទ្យាល័យហ្នឹងទេណា I live at 8 a.m. every weekday យើងខ្ញុំចេញពីផ្ទះខ្ញុំចេញពីផ្ទះអញ្ចឹងកន្លែងផ្ទះកន្លែងនេះគឺយើងប្រើជាអ្វីដែលយើងប្រើចង់ចេញផ្ទះយើងមិនចេញពីអាគាររបស់យើងទេណាខ្ញុំចេញពីផ្ទះខ្ញុំទៅធ្វើការអញ្ចឹងយើងចេញពីផ្ទះហ្នឹងគឺយើងចង់និយាយពីកន្លែងយើងនៅមុខងារកន្លែងយើងនៅហ្នឹងឯង I live home ខ្ញុំចេញផ្ទះយើងមិនចេញពីអាគាររបស់យើងទេណាយើងអត់និយាយពីអាគារអត់និយាយពីផ្ទះជាអាគារចាអាពាក្យផ្ទះហ្នឹងមានន័យពីរទៀតណាអ្នកនរគ្នាយើងតាប់មើលណាផ្ទះមានន័យពីរជួនកាលយើងនិយាយផ្ទះសំដៅទៅលើកន្លែងយើងនៅណាអាមួយយើងចង់និយាយផ្ទះចង់សំដៅទៅលើអាគារតែម្ដងហ្នឹងអត់ទេណាអានេះគឺសំដៅលើកន្លែងយើងនៅខ្ញុំចេញពីផ្ទះណានៅម៉ោង8ព្រឹកអញ្ចឹងយើងប្រើ home I leave home at 8 a.m. every weekend a weekday ចឹងអ្នកនរគ្នាអាចស្ដាប់បន្ថែមណាអ្នកឲ្យស្ដាប់បន្ថែម listen ទៅបាទ 43.3 យើងពាក្យនេះ是ពាក្យដែលយើងរាប់ចេះ hospital university នៅ school bed ហើយ party អញ្ចឹងចឹងអ្នកនរគ្នាអាចស្ដាប់ហើយផ្ទៀងផ្ទាត់មើលថាតើរូបមួយណាវាត្រូវជាមួយនឹងរូបភាពមួយណារូបឈ្មោះរបស់គាត់ហ្នឹង Sophie Charlie Frank Tom Sarah ហ្នឹងគូកងនេះត្រូវបាទអ្នកស្ដាប់ឲ្យគូកងអូខេជាង Maureen នេះគាត់និយាយជាមួយនឹងអ្វីដែលគ្រួសាររបស់គាត់កំពុងតែធ្វើហើយពួកគេធ្វើវានៅតាណាអូខេគ្រួសារហើយនឹងពួកគេធ្វើវានៅតាណាអូខេអញ្ចឹងអ្នកនរគ្នាអាចមើល adverb ជាអីហើយ article វាយ៉ាងម៉េចទៀងទាត់យើងចេះ academic subject យើងរៀនមានគេខ្លះហើយនិយាយពីការសិក្សារបស់អ្នកនរគ្នាដែលអ្នកនរគ្នាអាចនិយាយបានអត់ចឹងមេរៀននេះជើ encourage មកជំរុញឲ្យពួកយើងមើលហើយធ្វើលំហាត់
ទៅធ្វើ practice book ផងនិយាយតាមហើយដកឃ្លាបន្តិចមើលហើយធ្វើលំហាត់ហើយនិយាយតាមភាសាទៀតអូខេពីព្រោះអីពីព្រោះវាសំខាន់ដោយសារយើងពងតែរៀនអញ្ចឹងយើងទៅចេះបកស្រាយការសិក្សារបស់យើងហើយមានរបស់ថ្មីច្រើនសម្រាប់លេងបាទពេលយើងចប់អានេះហើយយើងអាចទៅកម្រិត 2A បានហើយណាហើយ complete អ្នកនរគ្នាអាចចុះឈ្មោះរៀនផ្ទាល់ក៏បានអាចមើលពី YouTube course នៅក្នុងក៏បានហើយ complete ចុចអា link description របស់យើងហើយចំពោះការចុះឈ្មោះរៀនផ្ទាល់ព្រោះព័ត៌មានបន្ថែមក្រុម Telegram របស់យើងក៏បានសួរមក Telegram ផ្ទាល់ក៏បានបាទអរគុណជួបគ្នានៅ level បន្តទៀតបាទនេះគឺជាមេរៀនចុងក្រោយរបស់យើងហើយគុំតែអ្នកនរគ្នាទទួលបានចំណេះដឹងច្រើនពី level 1B របស់យើងនេះដើម្បីចូលទៅ2បាទ level 2បាទអរគុណ